ថ្ងៃនេះយើងបដូរបរិយាកាសពីការមើលបាល់មកមើលសត្វកណ្ដូបម្ដងខ្ញុំបានទៅដល់កសិដ្ឋានចិញ្ចឹមកណ្ដូបខ្នាតតូចមួយហើយឥឡូវនេះកណ្ដូបគឺចាប់ផ្ដើមដាក់ពងហើយច្រើនណាស់បងប្អូនហើយកណ្ដូបធំល្អហើយពងឡើងពេញតែម្ដងគេចិញ្ចឹមកណ្ដូបដាក់នៅក្នុងស្បៃគ្របឲ្យជិតហើយឲ្យស៊ីទៅស្មៅទេហើយមើលទៅធំធាត់ល្អខ្លះគឺទៅតែដុសស្លាបទៀតហើយយើងមើលសត្វកណ្ដូបគឺស្រួលចិញ្ចឹមស៊ីច្រើនហើយងាយដាក់ចំណីរើចំណីឲ្យវាណាគឺយើងមានស្មៅទៅស្លឹកចេកទៅដើមចេកទៅដាក់ចូលទៅវាស៊ីច្រើនណាហើយឆាប់ធំឆាប់បានប្រមូលផលទៀតដោយសារតែកណ្ដូបល្អហើយត្រូវនឹងពេលគេប្រមូលផលខ្ញុំក៏ចែកទិញពីគេ1គីឡូយកមកបាទធ្វើម្ហូបឲ្យឆ្ងាញ់បាទការធ្វើម្ហូបនេះគឺងាយទេដំបូងគឺត្រូវបោចស្លាបវាចេញអស់ហើយយើងយកវាទៅលាងទឹកឲ្យស្អាតលាងទឹកឲ្យស្អាតហើយយើងសាកតេស្តមើលវាបន្តិចមើលមានពងអត់នេះបាទបងប្អូនហើយបើពេលដែលហែកមកពងឡើងពេញពោះតែម្ដងកណ្ដូបល្អណាស់បងប្អូនហើយពងឡើងពេញពោះអញ្ចឹងហើយយើងយកវាទៅបំពងខ្លាញ់ឲ្យឆ្ងាញ់មាត់បាទសរសើរកណ្ដូបណាពេលយើងហែកយកពងវានៅរស់ទៀតធ្វើបាបវាមែនតើមុននឹងបំពងយើងរកគ្រឿងផ្សំសម្រាប់ធ្វើសិនគ្រឿងផ្សំទាំងអស់មានគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយនិងស្លឹកខ្ទឹមយើងចាក់ប្រេងឆាចូលទៅក្នុងខ្ទះហើយបន្ទាប់មកទៀតយើងបំពងគ្រឿងផ្សំដែលយើងហាន់អំបាញ់មិញយើងបំពងវាមុននឹងបំពងកណ្ដូបតែសារតែយើងចង់ឲ្យវាចេញក្លិនឈ្ងុយរបស់ស្លឹកក្រូចគល់ស្លឹកគ្រៃមុននឹងយើងដាក់កណ្ដូបចូលហើយបន្ទាប់មកទៀតយើងស្រង់វាទុកម្ដុំហើយយើងដាក់កណ្ដូបចូលម្ដងយើងបំពងកណ្ដូបឲ្យទាល់តែស្រួយហើយនឹងវាចេញពណ៌ឡើងក្រហមអញ្ចឹងបានឆ្ងាញ់និយាយទៅកណ្ដូបទាល់តែយើងបំពងឲ្យស្រួយបានវាឆ្ងាញ់បាទនៅពេលដែលយើងបំពងវាឡើងស្រួយហើយយើងដួសវាដាក់ចានទៅបាទបន្តមកទៀតយើងនឹងលាយគ្រឿងបន្តបាទឥឡូវនេះកណ្ដូបរបស់យើងគឺមានក្លិនឈ្ងុយហើយស្រួយហើយយើងយកវាដាក់ក្នុងចានដើម្បីផ្សំគ្រឿងរួចរាល់ហើយខ្ញុំចាក់ម្សៅស៊ុបចំនួន4ស្លាបព្រាទៅហើយខ្ញុំចូលចិត្តរៀងផ្អែមដែរដាក់ស្ករសចំនួន4ស្លាបព្រាដូចគ្នាថែមម្ទេសហុយហើយនឹងដាក់គ្រឿងដែលបានបំពងពីមុនមកដើម្បីឲ្យវាមានក្លិនឈ្ងុយហើយបន្ទាប់មកគឺយើងក្រឡុកវាបន្តិចទៅជាការស្រេចរួចរាល់ហើយឃើញថាកណ្ដូបរបស់យើងគឺល្អមែនតែនហើយមានពងឡើងពេញពោះបងប្អូនហើយគ្រាន់តែមើលក៏ស្រក់ទឹកមាត់ដែរ